ជួបជាមួយខ្ញុំបាទសាយថ្មីម្ដងទៀត admin អ្នកគ្រប់គ្រងកីឡាលើទឹកនេះគឺជាការប្រណាំងទាំង3ថ្ងៃពេញរបស់ទូកងប្រខណ្ឌពេជ្រទូកងប្រខណ្ឌពេជ្រស្ថិតនៅវត្តច័ន្ទគៀមនីហៅវត្តចំណិចស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំហើយទូកងប្រខណ្ឌពេជ្រនេះផងដែរគឺឧបត្ថម្ភដោយសម្ដេចតេជោហ៊ុនសែននិងឯកឧត្តមជាសុផារ៉ាទូកងមួយគ្រឿងនេះគឺតែងតែចូលរួមគ្រប់ការប្រកួតជារៀងរាល់ឆ្នាំពុំដែលអាខាននោះឡើយហើយទូកងប្រខណ្ឌពេជ្រគឺពិតជាធ្វើបានល្អមែនទែននៅក្នុងឆ្នាំ2024ដោយការប្រកួតរយៈពេល3ថ្ងៃគឺទូកងប្រខណ្ឌពេជ្រទទួលបានជ័យជំនះទាំង3ថ្ងៃពេញក្នុងព្រះរាជពិធីបុណ្យអុំទូកអអំបុកសំពះព្រះខែនិងបណ្ដែតប្រទីបថនជ័យសួស្ដីឧត្តមនីបាទនៅដង្កោរាជធានីពេញបាទប្រកួតជាមួយនឹងព្រះខ័នពេជ្របាទរបស់ក្រូចឆ្មាត្បូងឃ្មុំដែរចាមកទៀតហើយចាសិក្សាខាងក្រៅគឺមកឆ្ងាយពីគូប្រកួតមែនតើដាច់ហើយដាច់មែនតើតែម្ដងចាំ168នេះហើយគឺព្រះខ័នពេជ្រចាដែលជាទូកឧបត្ថម្ភដោយសម្ដេចតេជោនិងឯកឧត្តមជាសុផារ៉ាទៀតចា168ឈ្នះដាច់ទៅលើវីរៈបរោះធនជ័យសួស្ដីឧត្តមនីរបងព្រះគ្រូចៅអត្តកាវត្តហាតែម្ដងបាទចំណែកឯគូដែលចិត្តផុតកងបាទឥឡូវនេះគឺគូដែលមកនេះ129បាទខ្សែទៅខាងក្នុងព្រះខ័នពេជ្របាទរបស់សម្ដេចអគ្គមហាសេនាបតីតេជោនិងឯកឧត្តមជាសុផារ៉ាចាប្រខ័នពេជ្រនេះឥឡូវនេះលឿនដាច់មកហើយ168មកដល់មុនម៉ានីដែលជះសែនជ័យរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីបាទតាលៀងមឹងទូកដែលមកបដំប្រសងចាប្រកាសគ្នាគូទី129 130នេះគឺមកតសងតែម្ដងបាទចាបាទគីគ្នាដែរបាទសម្រាប់គូ2គូនេះបាទចាទូកគូទី129ល្អមើលណាបងប្អូនទូកគូនេះប្រខ័នពេជ្រចាខ្សែទឹកខាងក្រៅម៉ានីដែលជះសែនជ័យខ្សែទឹកខាងក្នុងចាហើយទូកម៉ានីដែលជះសែនជ័យចាទទួលបានការឧបត្ថម្ភពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីសូមគោរពថ្លែងអំណរគុណឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីដែលបានឧបត្ថម្ភដល់ក្រុមការងារអធិបតេយ្យយើងខ្ញុំ5លានរៀលអរគុណឯកឧត្តមឥឡូវនេះទូកកំពុងនាំមុខទៀតហើយអត់នាំមុខទេបាទខ្សែទៅខាងក្នុងបាទខ្សែទៅខាងក្នុងខ្សែទៅខាងក្រៅកំពុងនាំមុខសម្ដេចពុកជាមួយនឹងឯកឧត្តមជាសុផារ៉ាបាទចាលឿនលយម្ដងនេះលឿនគួរឲ្យចាប់អារម្មណ៍មែនតើបាទដាច់ឆ្ងាយបាទប្រខ័នពេជ្រទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងឯកឧត្តមជាសុផារ៉ាចាដែលឯកឧត្តមនិងសម្ដេចលោកបានឧបត្ថម្ភដាច់ពេជ្រតែម្ដងបាទឥឡូវនេះគូនិយាយបានគូក្រោយបាទគូក្រោយនេះគឺគូទី130បាទគូទីទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចអតិប្រធានបណ្ឌិតនីហ៊ុនសែនបាទឥឡូវកំពុងតែនាំមកហើយទៅលើជ្រៃសែនវាសនាមានជ័យបារមីបងក្រុមបាទអ្នកអង្គញាអ៊ូឆៃនិងលោកជំទាវបាទសុកវាសនាអង្គញាឡោកដារិតនិងលោកជំទាវបាទសុករស្មីដកហើយចាប្រខ័នពេជ្រលឿនសកត់ច្រើនខ្ទង់មែនទេសកត់បាទសម្ដេចបាទឈ្នះហើយសម្ដេចទាំងទ្វេបាទទទួលបានជ័យជំនះហើយប្រខ័នពេជ្ររីឯទូកនេះទូគូទី99នេះបងប្អូនដែលមានបញ្ជីក្នុងដៃបីបឹងគ្រឹមបាទដែលស្ថិតនៅខេត្តកណ្ដាលទទួលបានការឧបត្ថម្ភពីអ្នកអង្គការអ៊ុនឆាយនិងលោកជំទាវសុកវាសនាអង្គការឡៅដារិតនិងលោកជំទាវសុករស្មីចំណែកខ្សែទឹកខាងក្នុងវិញខ្សែទឹកខាងក្រៅគឺព្រះខ័នពេជ្របាទមកពីជំនាញក្រូចឆ្មាទទួលបានការឧបត្ថម្ភពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចអតិព្រឹទ្ធបណ្ឌិតបូរនីហ៊ុនសែនចាឥឡូវនេះប្រកាសគ្នាមែនតើទាំងពីរនេះក្រៅដកបន្តិចទេបាទដកបន្តិចប៉ុន្តែមិនអាចថាបានទេដោយសារឥឡូវនេះទូកជ្រៃសែនឆាយវាសនាមានជ័យបារមីបឹងក្រុម
ចាប់ផ្ដើមដំឡើងហើយប៉ុន្តែប្រខ័ណ្ឌពេជ្រនៅតែដកដដែលនៅតែមិនសង្កត់ដដែល កំពុងតែតាមប្រខ័ណ្ឌ ប្រខ័ណ្ឌពេជ្រកំពុងតែខ្មើហើយដល់ហើយដល់ហើយអត់តនេះ បាទដែរប្រុសអ៊ំរីងខ្លួន អត់តទេខ្សែទៅខាងក្រៅប្រខ័ណ្ឌពេជ្រទទួលបានការឧបត្ថម្ភដ៏ថ្លៃថ្លាបំផុតពីសម្ដេចតេជោនិងសម្ដេចកតេ